បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងរ៉ាវមួយដ៏ព្រឹកព្រួចមកបកស្រាយចែកជូនទៅដល់បងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តដែលរឿងរ៉ាវនេះនិយាយតាក់ទងជាមួយបន្ទប់32ដែលគេទុកចោលចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំដូចតទៅអូតែមួយនៅឯជាក្រុងដែលអូតែនេះគឺជាអូតែដ៏វ័យចំណាស់មួយមកហើយក្នុងអូតែនេះមិនដឹងថាមានរឿងរ៉ាវយ៉ាងណានោះទេហើយគ្មានអ្នកណាអាចបញ្ជាក់បានទេថានៅក្នុងអូតែនេះគឺមាននឹងអ្វីកើតឡើងនៅក្នុងបន្ទប់32ដែលតែងតែមានរឿងសម្ងាត់ជាច្រើនប៉ុន្តែមិនមានអ្នកណាបើកឲ្យជួទេនៅក្នុងបន្ទប់32នេះឯងអ្នកវិទ្យាសាស្ត្រមួយរូបគឺជាអ្នកស្រាវជ្រាវពីអាថ៌កំបាំងត្រឡប់មកកាន់អូតែនេះគាត់ធ្លាប់បានស្គាល់អូតែនេះតាំងពីក្មេងមកម្ល៉េះគាត់តែងតែឃើញរូបភាពបងស្រីម្នាក់នៅក្នុងស្នាមការចងចាំរបស់គាត់ប៉ុន្តែនាងនោះបាត់ខ្លួននៅក្នុងបន្ទប់32នេះកាលពី15ឆ្នាំមុននៅក្នុងយប់នៅក្នុងខែវិច្ឆិកានៅពាក់កណ្ដាលត្រៀតអ្នកវិទ្យាសាស្ត្រនោះបានបើកទ្វារបន្ទប់32នេះដោយចៃដន្យទ្វារនោះដូចជាហាក់បើកដោយខ្លួនឯងដូចជាកំពុងតែរងចាំនរណាម្នាក់នៅក្នុងបន្ទប់នោះគាត់បានឃើញនៅពន្លឺស្រាលៗបន្ទប់ត្រជាក់ស្រាប់នៅពេលដែលឈរនៅមុខកញ្ចក់គាត់បានឃើញស្រមោលស្ត្រីម្នាក់ឈរពីក្រោយគាត់ហើយគាត់ពេលនោះដែរគាត់សម្លឹងទៅក្រោយវិញក៏បានឃើញនារីម្នាក់និយាយថាសងជីវិតយើងវិញមកសងជីវិតយើងវិញមកពេលនោះដែរភ្លើងក៏ចាប់ផ្ដើមបិទបើកទ្វារក៏មិនបើកបានវិញនោះទេខ្យល់បក់បោកបាញ់បែរជាសំឡេងស្រែកតិចពេលនោះគាត់ព្យាយាមរត់ចេញដែរកាលក៏ប៉ុន្តែមិនអាចរត់ចេញបាននោះទេហើយគាត់ពេលនោះក៏បានស្លាប់ទៅលុះពេលព្រឹកបន្ទាប់គេឃើញមានស្នាក់ស្នាមនៅទទេតែឃើញនៅតែទូរស័ព្ទរបស់អ្នកវិទ្យាសាស្ត្រនោះនៅលើពុករូបថតចុងក្រោយនៃការបង្ហាញរបស់គាត់គឺឈរនៅមុខកញ្ចក់ខណៈដែលស្រមោលស្ត្រីម្នាក់នោះគឺឈរពីក្រោយគាត់បុគ្គលិកសន្តាគារឈ្មោះថារ៉ូស៊ីបុគ្គលិកទទួលភ្ញៀវបានរកឃើញនៅរូបថតនោះនាងពិតជាច្របូកច្របល់ហើយស្ទើរតែមិនជឿនឹងភ្នែកទៀតនាងស្ត្រីក្នុងរូបថតនោះវាគឺជាបងស្រីរបស់នាងបានតាក់ទងទៅលោកពូស៊ូគឺជាមនុស្សដែលចេះមន្តអាគមមកជួយរំដោះនៅអាថ៌កំបាំងនេះពួកគេចូលទៅក្នុងបន្ទប់32ដើម្បីធ្វើវិធីនៃការសងបាបនៅក្នុងបន្ទប់ធ្វើពិធីគាត់បានសូត្រយ៉ាងលឺនៅធម៌របស់គាត់លាយឡំជាមួយនឹងសំឡេងស្ត្រីម្នាក់នៅក្នុងខ្យល់ពេលនោះរុស្ស៊ីឈរនៅមុខកញ្ចក់ហើយចាប់ផ្ដើមសន្ទនាជាមួយនឹងស្រមោលបងស្រីរបស់នាងប៉ះលើកញ្ចក់ហើយហៅថាពេលនោះខ្មោចស្រីនោះបានស្រែកថាសងជីវិតយើងវិញមកសងជីវិតយើងវិញមកនៅពេលនោះពន្លឺចាប់ផ្ដើមរលត់ស្រមោលនៅក្នុងកញ្ចក់ផ្លាស់ប្ដូរទៅជាធម្មតាវិញអ្នកវិទ្យាសាស្ត្ររូបនោះក៏ត្រឡប់មកវិញដែរក៏ប៉ុន្តែរុស្ស៊ីបានជាប់ឃើញបន្ទប់នោះប៉ុន្តែរុស្ស៊ីបានចាប់អារម្មណ៍នៅបន្ទប់32នេះគឺមានអាថ៌កំបាំងជាច្រើនលុះព្រឹកបន្ទាប់មកគេឃើញអ្នកវិទ្យាសាស្ត្រនោះនៅឈរបាត់បង់ស្មារតីនៅក្បែរបន្ទប់នេះឯងតែអ្វីដែលកាន់តែចម្លែកគឺរុស្ស៊ីបាត់ខ្លួនបាត់ទៅហើយមិនដឹងតាំងពីស្មោះណាមកម្លេះយប់មួយទៀតបន្ទប់32ក៏ឮសំឡេងត្រឡប់មកវិញគឺបងស្រីម្នាក់នោះគឺនិយាយថាសងជីវិតយើងវិញមកសងជីវិតយើងវិញមក
បន្ទប់32ក៏បាត់ជាស្ថាពរហើយបន្ទាប់មកទៀតគឺបន្ទប់32នោះក៏បាត់ជាស្ថាពរមិនមានជួឲ្យអ្នកណាទៀតនោះទេបន្ទាប់មកទៀតបន្ទប់32នោះក៏បាត់ជាស្ថាពរក៏ប៉ុន្តែសំឡេងនារីដែលនៅក្នុងបន្ទប់នោះអ្នកចិត្តខាងបានឮជាញយថាសងជីវិតយើងវិញមកសងជីវិតយើងវិញមកហើយអូតែនោះក៏មិនមានអ្នកណាចូលទៀតដែរក្រោយពីអូតែនោះបានបាត់ជាស្ថាពរមកនៅពេលយប់ម៉ោង12គេតែងឮសំឡេងនារីម្នាក់នៅក្នុងបន្ទប់32នោះហើយបន្ទប់32នេះក៏ក្លាយជាបន្ទប់ដ៏ស្អាតកំបាំងរហូតមកដល់បច្ចុប្បន្ននេះឯង